កាលពីសប្តាហ៍កន្លងទៅនេះពលគឺចាប់ពីថ្ងៃទី23ដល់ថ្ងៃទី27ខែមិថុនាឆ្នាំ2025មន្ត្រីជំនាញផ្នែកសារមន្ទីរសន្តិភាពមកពីប្រទេសជប៉ុនបានអញ្ជើញមកបំពេញទស្សនកិច្ចក៏ដូចជាវិតម្លៃគម្រោងគាំទ្រការបណ្ដុះបណ្ដាលមន្ត្រីជំនាញសារមន្ទីរនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជាដែលធ្លាប់ទទួលបានការហ្វឹកហ្វឺនពីការគ្រប់គ្រងសារមន្ទីរសន្តិភាពនៅខេត្តអូគីណាវ៉ាប្រទេសជប៉ុនផែនការអនុវត្តមួយក្នុងចំណោមផែនការស្នូលសម្រាប់មន្ត្រីអនុវត្តគម្រោងគឺការផ្ដល់សារអប់រំសន្តិភាពក៏ដូចជាការផ្សព្វផ្សាយពីគុណតម្លៃនៃសារមន្ទីរសន្តិភាពទៅកាន់មហាជនជាពិសេសសិស្សានុសិស្សនៅតំបន់គោលដៅដែលមានទីតាំងនៅក្បែរសារមន្ទីរតេជោសន្តិភាពនៃខេត្តសៀមរាបនៅព្រឹកថ្ងៃពុធទី25ខែមិថុនាឆ្នាំ2025នៅសារមន្ទីរតេជោសន្តិភាពខេត្តសៀមរាបមានកិច្ចពិភាក្សារួមគ្នាមួយនៃមន្ត្រីសារមន្ទីរតេជោសន្តិភាពក្រោមអធិបតីភាពឯកឧត្តមលេងជ្រៀងប្រធាននាយកដ្ឋានកណ្ដាលទទួលបន្ទុកសារមន្ទីរតេជោសន្តិភាពនិងអ្នកជំនាញមកពីសារមន្ទីរអូគីណាវ៉ាប្រទេសជប៉ុននិងមន្ត្រីតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនហៅកាត់ថាចៃការប្រចាំនៅប្រទេសកម្ពុជាផងដែរកិច្ចពិភាក្សានេះផ្ដោតលើការងារនៃការគ្រប់គ្រងនិងផ្សព្វផ្សាយកសាងសន្តិភាពតាមរយៈការតាំងបង្ហាញនិងពង្រឹងសមត្ថភាពពិសេសមន្ត្រីជំនាញរបស់អង្គភាពស៊ីម៉ាក់ទាំង8រូបដែលធ្លាប់បានទៅសិក្សានៅអូគីណាវ៉ាកន្លងមកគួររំលឹកផងដែរថាកាលពីពាក់កណ្ដាលខែមករាឆ្នាំ2024និងឆ្នាំ2025កន្លងមកអង្គភាពស៊ីម៉ាក់បានបញ្ជូនមន្ត្រីរបស់ខ្លួនចំនួន8រូបដើម្បីទៅទទួលការហ្វឹកហ្វឺនជំនាញគ្រប់គ្រងសារមន្ទីរនៅសារមន្ទីរអូគីណាវ៉ាប្រទេសជប៉ុនរយៈពេល1ខែបន្ទាប់ពីកិច្ចពិភាក្សានៅរសៀលថ្ងៃដដែលមន្ត្រីក្រុមការងារនៃសារមន្ទីរតេជោសន្តិភាពដឹកនាំដោយឯកឧត្តមលេងជ្រៀងប្រធានសារមន្ទីរតេជោសន្តិភាពនិងអ្នកជំនាញមកពីសារមន្ទីរអូគីណាវ៉ាបានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលជាមួយសិស្សានុសិស្សថ្នាក់ទី11និងថ្នាក់ទី12ប្រមាណ50នាក់នៅវិទ្យាល័យកំពង់ភ្លុកស្ថិតនៅភូមិថ្នោតកំបុតឃុំកំពង់ភ្លុកស្រុកប្រាសាទបាគងខេត្តសៀមរាបក្នុងពិធីសំណេះសំណាលនេះមន្ត្រីជំនាញអង្គភាពស៊ីម៉ាក់បានផ្សព្វផ្សាយពីសម័យរុងរឿងនៃចក្រភពខ្មែរសម័យអង្គរប្រវត្តិនៃសង្គ្រាមរយៈពេលជាង3ទសវត្សរ៍នៅកម្ពុជាការបំផ្លិចបំផ្លាញប្រទេសជាតិនិងការសម្លាប់រង្គាលការអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារគ្រាប់មីននិងសំណល់យុទ្ធភ័ណ្ឌសង្គ្រាមការកសាងសន្តិភាពក៏ដូចជាការអភិវឌ្ឍឡើងវិញក្រោយសង្គ្រាមក្រុមការងារអង្គភាពស៊ីម៉ាក់បានបញ្ជ្រាបតម្លៃនៃសន្តិភាពដែលរកបានមកដោយលំបាកនិងពន្យល់ឲ្យសិស្សានុសិស្សខិតខំថែរក្សាសន្តិភាពនិងស្អប់ខ្ពើមសង្គ្រាមប្រហែលជាបងប្អូនសំណាងបងប្អូនមិនបានរត់កាត់នៅពេលសង្គ្រាមប៉ុន្តែឪពុកម្ដាយរបស់បងប្អូនប្រហែលជាធ្លាប់ភ្លុករសជាតិនឹងអស់ហើយបើបងប្អូនសួរឪពុកម្ដាយប្រហែលជាគាត់ប្រាប់អំពីរឿងរ៉ាវដែលគាត់ភ្លុកនៅរសជាតិនៃសង្គ្រាមតើលំបាកយ៉ាងណាឆ្លៀតក្នុងឱកាសនោះផងដែរក្មួយៗទាំងអស់បានស្គាល់ពីទីតាំងនៃសារមន្ទីរតេជោសន្តិភាពដែលជាទីតាំងប្រវត្តិសាស្ត្រមួយសម្រាប់ការស្រាវជ្រាវពីតម្លៃសន្តិភាពតាមរយៈការបោះសម្អាតគ្រាប់មីននិងគ្រាប់យុទ្ធភ័ណ្ឌមិនតាន់ទោសក៏ដូចជាការស្វែងរកសន្តិភាពពេញលេញមួយនៅប្រទេសកម្ពុជាជាលទ្ធផលនៃការអប់រំផ្សព្វផ្សាយពីសន្តិភាពនេះសិស្សានុសិស្សបានចូលរួមឆ្លើយសំណួរនិងទទួលបានរង្វាន់ប្រកបដោយក្តីសោមនស្សរីករាយប្រកបដោយស្នាមញញឹមគ្រប់គ្នាផងដែរ